ព្រះទ្រង់ញៀនមានដៃចឹងសំដែងប្រាំព្រះអានន្ទថារត់តែងតែចឹងបទៅណាទៅបានដោយសារអមឬសីតថាគុណចឹងក្រមគ្រាហើយមនាលអានន្ទហើយមានមមអីដូចរត់តែងចឹងអមឬសីវស្សាឆ្នាំថ្មីប៉ែនសំហើយក្រោយព្រះអានន្ទក្រោកចេញផុតពីព្រះសម្ពុនមិនយូរឡើយក្រោយភ័ន្តតាហាថ្ងៃត្រង់ហើយមានមិនកន្តតាយក៏សាស្តាឆ្នាំអាសាញ់ខែមាសថ្ងៃអាទិត្យពេញបរមីពិនថ្ងៃនោះណាព្រះអង្គទ្រង់ដឹងអាយុសង្ខារចំពោះមុងមាគ្រានោះឯងនៅនាបាវ៉ាឡាចេតីក្បែរវេសាល័យក្រៅកំផែងក៏ក្រៅធរណីក្រុមកន្លែងក៏លន់ខ្វាន់ខ្វែងតអាកាសក្រោយមកពីខោជួបជុំគ្នាអង្គព្រះភគវាទ្រង់បានត្រាំងសំដែងគាថាអង្គចាណាំងរំលឹកយ៉ាងច្បាំងត្រាំងអាវានទ្រង់បានត្រាថាសង្ខារទាំងឡាយតែងតែអន្តរាយវិនិច្ឆ័យខូចខានចូលអ្នកទាំងឡាយកំបីប្រមាណប្រឹងប្រែងសង្វានឲ្យសម្រាញ់ការទាញតែស្មូនឆ្នាំងដំដោយដីតូចក្ដីធំក្ដីឆឹកចិនយ៉ាងណាចុងក្រោយរមែងតែមានកិរិយាបែកធ្លាយធម្មតានេះជាការពិតយ៉ាងណាជីវិនសំសាននេះក៏ក្មេងចាំងមានក្រពីរឹកបណ្ឌិនចុងក្រោយរមែងតែតែងស្លាប់ពិនបានបងជីវិនក៏យ៉ាងនោះដែរជីវិតថាគុណមានប្រមាណតែងគោរំទៀងពេញអិនកិញកែប្រែពីថ្ងៃនេះទៅនៅត្រឹម3ខែតថាគតត្រូវតែបរិនិព្វាន3ខែកន្លងយ៉ាងរហ័សសែនសោកស្ដាយណាស់ព្រះទ្រង់ញៀនវេលាចិត្តភ្លឺទ្រង់ចូលឈានហើយក៏នឹមពៀនកណ្ដាលព្រៃក្នុងខែពិសាថ្ងៃអង្គារឆ្នាំអាសាញ់វេលាចុងរាត្រីថ្ងៃដំ5កើតពេញបរមីបរិសានប្រងស្រីជុំត្រៀបត្រាទីត្រង់នឹមពៀននងតាំងនៅក្បែរផ្លូវទៅក្រុងកុសិនារារាំងភ្នំមួយគូសាលប្រឹងសាមានទាំងសីលានៅចន្លោះកុំថាឡើយមនុស្សសោយសោកាសូមបីទេវតាឋានទាំងអង្គយំសោកបោកប្រានស្ដាយស្រណោះលន់ក៏ក្រើកអង្គភុំផែនដីទីត្រង់នឹមទៀនលងអីលើមានស្ដោបតាំងនៅអព្រឹមព្រៃសំគាល់ទីដែលព្រះចន្ទស្រីនឹមទៀនលើដីក៏សេនារាក្នុងស្ដោបមានព្រះបដិមាថ្មក៏សាងយ៉ាងល្អគួរច្រាំងផ្លាតំណាងព្រះសំព្រះសាស្តាស្ដោស្ដឹងកាយាសែនអាសូរទាំងបានដល់ពេញចិនដិនចំឃើញដូចព្រះសំនៅជ្រងោមានស្បំជ័យវរថ្លៃខ្លាំងបដោទាំងនេត្រាហោនឹងព្រះអង្គនឹងថាហាងដូចជាថ្មីនឹងព្រះចន្ទស្រីប្រងស្រោចស្រង់នឹងទាំងព្រះធម៌ល្អបរិផង់នឹងទាំងព្រះសង្ឃអង្គសាវកចាំតាំងអំពីថ្ងៃនេះទៅសូមដើរតាមផ្លូវព្រះអរិយក្រំលំព្រះធម៌ដ៏ត្រជាក់พ้นពីអន្ទាំងនៃពួកមាសូមឲ្យយើងខ្ញុំនាងសូត្រស្ដាំប្រវត្តិសាសំព្រះធកវីបានសងសម្រើនក្រុមគ្នា
កំបីក្លៀងក្លៀគ្រាណាឡើយសូមអនុមោទនាក្នុងការក្រាបវន្ទានមស្ការចំពោះបវាលៈចេតិយជាទីដែលព្រះសម្មាសម្ពុទ្ធទ្រង់ដាក់អាយុសង្ខារចូលបរិនិព្វានសូមអនុមោទនា